នេះសំណួរមួយទៀតគាត់សួរថារឹតដូងបាត់មានប្រមាណគ្រាប់សំណួរហ្នឹងវាតកតងមួយនឹងអ្នករៀនវិទ្យាសាស្ត្រហ្នឹងគេសួរតែឥឡូវដូចជាគាត់ជាដូចគ្រូបុរាណអូខេខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះថេរានិងថេរៈគ្រប់ព្រះអង្គព្រមជំរាបសួរអាដាមលោកជំទាវលោកស្រីនាងតកតងជាមួយនឹងឬដងបាត់មានប្រមាណគ្រាប់ហ្នឹងបើតាមវិទ្យាសាស្ត្រណាមិនតាមគ្រូបុរាណច្រើនណាស់ចង្ការឲ្យតែគាត់លាបទៅដាច់ចឹងដុំទូចមួយហ្នឹងគឺគាត់រាប់មួយឬដងបាត់បោះតែគាត់លាបដាច់ទៅគាត់រាប់អ្នកខ្លះ20គ្រាប់ជាងអីប្រហែលគាត់រាប់អានឹងមួយអាដាច់ដែលគាត់លាបទៅដាច់មកណាប៉ុន្តែនៅក្នុងវិទ្យាសាស្ត្រអត់ទេគេគិតថា3ខាងក្នុង3ខាងក្រៅសិក្ខិនវា3អាចចន្លោះនេះគេហៅវាសិក្ខិនណា3ទាំងអស់ហ្នឹងគឺ9គាត់ហ្នឹងបែបវិទ្យាសាស្ត្របើសភៅពីមុនគេចែកវាតែ2ហ៎គេចែកតែខាងក្នុងខាងក្រៅខាងក្រោយមកគេអាចចែកវាជា3អាចចែកជា3ណាតែឥឡូវហ្នឹងគេអាចចែកវាទៅជា9គ្រាប់9 3ក្នុង3ក្រៅជាឃើញ3គេគិតទៅលើ position របស់សរសៃឈាមហ្នឹងសរសៃឈាមដែលវារត់មកចិញ្ចឹមរូនគូតហ្នឹងណាខ្ញុំមាន anatomy ប៉ុន្តែបើហាញ anatomy ក្រហម YouTube គេ block ទៅឡើយសរសៃឈាមគេគិតពីកន្លែងឧមារហូតគូតរបស់យើងមិនមែនមកសរសៃឈាមមកជុំនឹងមកចិញ្ចឹមទាំងអស់ទេអត់ទាំងអស់ទេវាមានមួយដុំណាអញ្ចឹងវាមកធ្លាក់វាមកចិញ្ចឹមអញ្ចឹងទៅហើយបានវាបែកទៅជាវេសូទូចៗចិញ្ចឹមរូនគូតហ្នឹងទម្រង់របស់វាហ្នឹងគឺមានតែទម្រង់ដែលវាត្រូវចេញឬដុំបាត់ដែលវានៅស្ដើងនៅលើមួយខ្លះហ្នឹងដែលអាចរីកបានណា3ក្នុង3ក្រៅសិក្ខិន3គឺ9គេគិត9អាហ្នឹងតាក់ទងជាមួយនឹងអ្នកឯកទេសខាងហ្នឹងបានគេអាចដឹងច្បាស់ហើយក៏ជា result ដែលចេញពីអង្គការសហជីវជាតិដែលគេកំណត់យកមកដែរមិនមែនយើងជាអ្នកកំណត់ទេបាទហ្នឹងហើយខ្លីៗហ្នឹងឯងមិនមែន15គ្រាប់20គ្រាប់ដោយគ្រូបុរាណទេណាគាត់មិនចេះ anatomy អីគាត់ចេះតែគោលវាចាអញ្ចឹងទៅហើយមួយទៀតខ្ញុំផ្ដាំមួយទៀតនេះឥឡូវចូលប្រធានបទមួយទៀតតែតទៅមួយនឹងការដកឬដងបាតចំនួនមួយនឹងឆ្លើយខ្លីអញ្ចឹងគឺគេដកមិនកើតទេដកមិនកើតទៅសរសៃឈាមហ្នឹងដកគាត់ថាមានគេដកមកគេយកមកខាងក្រៅដូចមឹកយ៉ាងមែនទេអានោះដឹងគាត់យកស្អីមកដកទេណាប៉ុន្តែជាធម្មតាគេមិនអាចដកបានទេសរសៃឈាមមិនតាក់ទងមួយការវះកាត់ឬក៏ចងសរសៃឈាមអីហ្នឹងទាញឲ្យដាច់មកហូរឈាមរត់ទៅពេទ្យមិនទាន់ទៅបាទហ្នឹងឯងប្រធានបទខ្លីៗថ្លែងគុំលាគណៈថ្លែងគុំហើយសូមជម្រាបអាដាមដូចទៀត